បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនដែលនិយមតាមដានវីដេអូរបស់ខ្ញុំបាទភិរិទ្ធនៅក្នុង Channel YouTube បាទអញ្ចឹងថ្ងៃនេះខ្ញុំមានវីដេអូខ្លីមួយចង់ចែករំលែកអំពីការពារក៏ដូចជាសម្រាប់សត្វល្អិតមួយប្រភេទដែលមានឈ្មោះថាចៃល្ងបាទអញ្ចឹងជាបទពិសោធន៍ដែលខ្ញុំទប់ស្កាត់ក៏ដូចជាកម្ចាត់ពពួកចៃល្ងនេះគឺខ្ញុំប្រើប្រាស់ផលិតផល EHM គឺមានឈ្មោះថាចៃល្ង024បាទអញ្ចឹងចៃល្ងនេះយើងសម្គាល់ឃើញថាបាទវាធ្វើទុកខ្លាំងក៏ដូចជាបំផ្លាញទៅលើដំណាំរបស់យើងមិនថាទុរេនចន្ទីមង្ឃុតបាទសៅម៉ាវអីទេគឺទូទៅគ្រប់សឹងថាគ្រប់ដំណាំទាំងអស់គឺតែងតែជួបនៅពពួកចៃល្ងនេះឯងហើយចៃល្ងនេះវាកើតតាំងពីឆ្នាំ2024បាទអញ្ចឹងហើយបានជាលោកគ្រូឈុនកាំងក៏ដាក់ឈ្មោះផលិតផលសម្រាប់កម្ចាត់ចៃល្ងនេះគឺមានឈ្មោះថាចៃល្ង024អញ្ចឹងជាបទពិសោធន៍របស់ខ្ញុំចៃល្ងនេះវាតែងតែកើតមានសម្រាប់ដំណាំទុរេនគឺកើតនៅបាទត្រួយខ្ចីអញ្ចឹងបើសិនជាយើងអត់បានកម្ចាត់វាទាន់ពេលទេនោះស្លឹករបស់យើងគឺវិវត្តទៅបាទបាត់បង់គុណភាពបាទបាត់បង់សមត្ថភាពធ្វើរស្មីសំយោគជាដើមអញ្ចឹងកាលណាវាធ្វើទុកខ្លាំងទៅវាធ្វើឲ្យទ្រនុងនៃស្លឹករបស់យើងនេះបាទទ្រនុងហ្នឹងគឺវាបាទចាប់ផ្ដើមអត់អាចលាបានបាទធ្វើឲ្យអាតំណងហ្នឹងវាទក់ទៅបាទវាធ្វើឲ្យស្លឹកហ្នឹងវាកញ្ញោចេះវារួញចេះបាទអាហ្នឹងកាលណាបើយើងអត់បានកម្ចាត់វាតាន់ពេលហើយការដែលវាកើតហ្នឹងគឺជាទូទៅគឺយើងតែងតែសម្គាល់ឃើញថាវាកើតនៅរដូវក្តៅរដូវវស្សាវាមានណាប៉ុន្តែគ្រាន់ថាវាមិនសូវជាធ្វើទុកដល់ស្លឹកយើងខ្លាំងទេហើយនៅពេលដែលរដូវប្រាំងហ្នឹងរដូវក្តៅហ្នឹងគឺវាឆាប់កើតមកវិញណាអញ្ចឹងសួរថាយើងកម្ចាត់វាក៏ដូចជាទប់ស្កាត់វាបែបម៉េចឲ្យមានប្រសិទ្ធភាពខ្ពស់អញ្ចឹងកាលណាបើយើងចង់ទប់ស្កាត់វាឲ្យមានប្រសិទ្ធភាពខ្ពស់គួរណាស់យើងត្រូវតែអង្កេតតាមដានវាឲ្យខ្លាំងមែនតែនជាពិសេសនៅពេលដែលវាចាប់ផ្ដើមកកើតមកភ្លាមបាទវាមិនទាន់ជាពេញវ័យអានឹងយើងងាយក្នុងការកម្ចាត់វាដោយសារវាមិនទាន់មានជើងមិនទាន់មានស្លាបក្នុងការបំលាស់ទីទេអញ្ចឹងយើងងាយនឹងការប្រើប្រាស់ទៅបាញ់ទៅគឺវាចំគោលដៅល្អបាទអញ្ចឹងនៅពេលដែលចាំមើលខ្ញុំដាក់វីដេអូ footage ខ្លីៗនៅក្នុងហ្នឹងបាទនៅពេលដែលវានៅជាកូនទូចបាទពណ៌វាគឺសអញ្ចឹងវានៅឡើងភេពេញស្លឹកហ្នឹងយើងបាញ់ទៅវាអត់មានអាចបំលាស់ទីទៅណាបានទេអញ្ចឹងគឺបាញ់ទៅចំគឺវាងាប់ភ្លាមបាទបើសិនបើយើងអត់បានបាញ់ពេលហ្នឹងទេយើងទុករហូតដល់វាធំវាពេញវ័យវាឡើងខ្លួនរបស់មេវាហ្នឹងវាទៅជាពណ៌ត្នោតនោះយើងពិបាកនឹងកម្ចាត់ណាស់មិនមែនថាថ្នាំរបស់យើងអត់ប្រសិទ្ធភាពទេប៉ុន្តែនៅពេលដែលយើងបាញ់ទៅគឺវាបំលាស់ទីលឿនបាទវាចេះហើរវាចេះលោតវាចេះពីនៅលើស្លឹកមកនៅក្រោមស្លឹកអញ្ចឹងកាលណាយើងបាញ់ពេលខ្លះយើងមិនសូវជាបានសប់ល្អអាហ្នឹងវាអត់ចំវាគឺអត់ងាប់ទេបាទអញ្ចឹងយើងត្រូវការធ្វើការបាញ់2ទៅ3ដងអីចឹងទៅបាទអញ្ចឹងការទប់ស្កាត់របស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេគឺចង់និយាយថាធ្វើម៉េចឲ្យយើងបាញ់ឲ្យទាន់ពេលកុំឲ្យវាកើតទៅជាកូនជាចៅបាទហើយឡើងចង់និយាយថាឡើងញុកពេញនឹងណែនផ្អឹសហ្មងបានយើងបាញ់អាហ្នឹងគឺពិបាកនឹងទប់ស្កាត់វាខ្លាំងមែនតែនបាទអញ្ចឹងជាបទពិសោធន៍គឺខ្ញុំមានប៉ុណ្ណឹងហើយតាក់ទងជាមួយនឹងការពារទៅលើស្លឹកត្រួយដែលកើតចៃល្ងអញ្ចឹងដូចបងប្អូនឃើញរូបភាពនេះអញ្ចឹងបាទអានេះយើងវាមានការបំផ្លាញអំពីពពួកចៃល្ងហ្នឹងបាទវាខូចខាតបាទបន្តិចបន្តួចនេះតាមតំណងស្លឹកនេះអញ្ចឹងស្លឹកហ្នឹងវាអត់សូវជាលាល្អបាន 100% ទេហើយស្លឹកត្រួយខាងក្រោយនេះគឺយើងការពារបានបាទអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេសម្រាប់ចែករំលែកទៅដល់ពុកម៉ែបងប្អូនតាក់ទងជាមួយនឹងសត្វល្អិតប្រភេទចៃល្ងនេះហើយវីដេអូបន្តទៅទៀតយើងនឹងធ្វើអំពីចៃសបាទដែលគេហៅថាចៃក្រមួនដែលវាធ្វើទុកខ្លាំងទៅលើផ្លែទុរេនរបស់យើងដែលធ្វើឲ្យផ្លែរបស់យើងនឹងខ្មៅបាទពណ៌សបល់ខ្មៅហ្នឹងគឺមកពីចៃសនឹងឯងដែលវានៅតាមត្រួយខ្ចីក៏មាន
តាមតងក៏មានផ្កាក៏មានផ្លែក៏មានបាទកាលណាវានៅតាមផ្លែយូរវាធ្វើឲ្យផ្លែយើងខ្មៅអញ្ចឹងវីដេអូបន្ទាប់ខ្ញុំនឹងធ្វើអំពីចៃសអញ្ចឹងវីដេអូនេះយើងនិយាយអំពីចៃល្ងគឺខ្ញុំមានប៉ុណ្ណឹងបាទអញ្ចឹងមានកំហុសខុសឆ្គងក៏សូមខន្តីអភ័យទោសបាទសូមអរគុណសូមជម្រាបលា